บัดสุดใดปนโอนเนี่ยศึกษาภาษาอังกฤษถึงออกเนี่ยថ្ងៃនេះយើងមករៀនអំពី grammar បាទវេយ្យាករណ៍ what is grammar បាទតើវេយ្យាករណ៍ហ្នឹងគឺជាអ្វីអញ្ចឹងយើងមកសិក្សាមើលវេយ្យាករណ៍គឺជាអ្វីហើយហេតុអ្វីបានយើងត្រូវសិក្សាវេយ្យាករណ៍ yes ពីព្រោះថាមានឃ្លាអង់គ្លេសមួយគេនិយាយថា you can speak English well without learning the grammar but you cannot write English well without learning the grammar yes មកថាយើងអាចនិយាយអង់គ្លេសបានល្អដោយមិនបាច់រៀនមិនចាំបាច់យកចិត្តទុកដាក់រៀន grammar ប៉ុន្តែអ្នកឯងមិនអាចសរសេរបានល្អទេក្នុងការដែលមិនរៀនអំពីវេយ្យាករណ៍បានច្បាស់លាស់អូខេអញ្ចឹងhere's an old children rhyme about the 8 parts of speech of English grammar. It gives you an idea of what grammar is about. Read and remember it. Yes. ទាំងគេថានេះគឺជារាញគឺជាដែលអាចនិយាយបានថាជាចម្រៀងឬក៏កំណាព្យមួយសម្រាប់ក្មេងៗណាគឺបទចម្រៀងចាស់មួយដែលក្មេងៗត្រូវចងចាំយកឲ្យយើងរៀន grammar ឲ្យយើងចាំដូចចម្រៀងយើងច្រៀងលេងអញ្ចឹងឲ្យ start បាទ about ដែលនិយាយអំពី the 8 parts of speech បាទ part of speech grammar ហ្នឹង part of speech ហ្នឹងមានប្រមាណ8 part of speech គឺជាផ្នែកនៃការនិយាយពីសម្ដីយើង of English grammar នៃវេយ្យាករណ៍ភាសាអង់គ្លេស yes ហើយ8 parts of speech មានអីខ្លះបាទអញ្ចឹងយើងនឹងរៀន8 part of speech ដែលទី1យើងរៀនអំពី noun បាទនាមណាទី2យើងរៀនអំពី pronoun សព្វនាមទី3យើង adjective ទី4យើងរៀនអំពី verb កិរិយាសព្ទទី5យើងរៀនអំពី adverbs កិរិយាសព្ទវិសេសទី6យើងរៀនអំពី preposition បាទគឺជាថ្នាក់តាក់ឃ្លាមួយទី7យើងរៀនអំពី conjunction ជាឆ្នាប់មួយថ្នាក់មួយឆ្នាប់ទី8យើងរៀនអំពី interjection យ៉ាអញ្ចឹងមាន8ហ្នឹងគេហៅថា part of speech yes អូខេអញ្ចឹង part of speech ហ្នឹង it gives you ណាគឺ part of speech ហ្នឹងបានផ្ដល់ឲ្យអ្នកទាំងអស់គ្នា an idea នៃគោលគំនិតមួយ of what grammar is about អំពីថា grammar ហ្នឹងគឺជាអ្វីដែលត្រូវនិយាយ read សូមអាន and remember it ហើយចងចាំវា yes ចងចាំដូចយើងច្រៀងចម្រៀងមួយចឹងអូខេចឹងយើង start ពី noun យើងរៀនពីនាមទី1ចំណុចទី1 yes នាមគឺជាអ្វីអូខេអញ្ចឹងនាមគឺជា every name is called yes a noun នាមនេះគឺជាឈ្មោះនីមួយៗរបស់មនុស្សឬទីកន្លែងអញ្ចឹងត្រូវបានគេហៅថានាម yes ឧទាហរណ៍អីគេ
ដូចជាពាក្យ feel yes feel មានន័យថាជាដូចថាយើងគាត់អ្នកចំការគាត់ចេញទៅក្រៅផ្ទះហើយគាត់ទៅ feel បាទគាត់ទៅ feel អ្នកធ្វើផ្លូវថ្នល់អីចឹងគេសួរគ្នាថាអត់ទៅ feel ហ្នឹងអត់ទៅ feel បាត់ទៅកាឋានទៅខាងក្រៅទៅទីកន្លែងជាងធ្វើការនៅ feel yes ចឹងពាក្យ feel គឺជានាមជា noun ហើយពាក្យ fountain បាទ fountain នេះដូចរូបខាងនេះរូបមានបាញ់ទឹកគេអង្គុយហ្នឹងគេហៅថា fountain ហ្នឹងចឹងពាក្យ fountain ហ្នឹងគឺជានាមដែរទីកន្លែងដែលបាញ់ទឹកហ្នឹងអីមួយទៀតទីហោមួយទៀត street នេះគឺជានាមគឺជា noun yes street ហ្នឹងជាផ្លូវយើងបើកបរឡានហ្នឹងបាទអញ្ចឹង street ជា noun ជានាម and town ទីក្រុងគឺជានាមណាចា yes អញ្ចឹងបើពាក្យទាំងអស់ហ្នឹងគឺជាឈ្មោះ every name is called noun គឺជាឈ្មោះដែលគេហៅទីកន្លែងណាមួយហ្នឹងគឺជានាម yes អញ្ចឹងទី2យើងមករៀនអំពី pronouns pronoun ហ្នឹងគឺថាសព្វនាមpronoun ហ្នឹងគឺជំនួសឲ្យនាម yes ឧទាហរណ៍ថា I go to the town yeah I go to the town ដល់ clear ទី2យើងថា town ហ្នឹងវា very busy វា town ហ្នឹងវាយើងលែងប្រើពាក្យ town ទៅយើងប្រើ it ជំនួស yes it is very busy it ហ្នឹងជំនួសឲ្យ town ពាក្យដែលជំនួសនាមហ្នឹងគឺ pronoun គឺជាសព្វនាម yes បាទអញ្ចឹងសព្វនាម pronoun in place of noun បាទ stands អញ្ចឹងសព្វនាមហ្នឹងគឺជានាមដែលជំនួសឲ្យនាមខាងលើមុននេះបាទគឺជាពាក្យដែលជំនួសឲ្យនាមឧទាហរណ៍អីមានអីខ្លះមាន he she ណាដូចថា clear ទី1គេនិយាយ a boy and a girl clap their hand ថាបរិះក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់ទះដៃ clap their hand clap ទះដៃ their របស់ hand នេះដៃអញ្ចឹងដៃរបស់ពួកគេ their hand ដៃរបស់ពួកគេ clap their hand ទះដៃរបស់ពួកគេ yes អញ្ចឹង clear ទី1គេថា a boy ក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់ can clap their hand អាចទះដៃដល់ clear ទី2គេយក he មកជំនួស a boy yes ហើយ she ជំនួស a girl អញ្ចឹងគេលែងនិយាយ a boy a girl ទៀតហើយអញ្ចឹងពាក្យដែលជំនួសនាមហ្នឹងគេហៅថា pronoun នាមដែលជំនួសពាក្យដែលជំនួសនាមហ្នឹងជំនួស noun ហ្នឹងគេហៅថា pronoun គេហៅថាសព្វនាម yes ដូចជាពាក្យ he ជំនួស a boy she ជំនួស a girl yeah okay បាទអញ្ចឹងpronoun នេះមាន he she it we you they ហ្នឹងគឺថា pronoun សព្វនាមទី3 adjective describe a thing yes ទី3យើងរៀនអំពីគុណនាមគឺជាស្អីគេគុណនាមគឺពិពណ៌នា yes describe ពិពណ៌នាអំពីវត្ថុអ្វីមួយ yes things the adjective describes a thing ចឹងគុណនាមពិពណ៌នាអំពីវត្ថុអ្វីមួយបំពេញន័យឲ្យនាមមួយ
yes គុណនាមហ្នឹងបំពេញន័យឲ្យនាមមួយឬបំពេញន័យឲ្យវត្ថុអ្វីមួយឧទាហរណ៍យើងនិយាយថា van នេះអាឈើវេទីវតានៃកាន់ van ទៅ van ឈើអីគេ stick ណា van ហ្នឹងមានន័យថា stick long thin stick ឈើវែងមួយតែបើយើងនិយាយថាឈើហ្នឹងយើងអត់ដាក់គុណនាមមកគឺយើងអត់ដឹងថាវាអត់ទាន់ពេញន័យទេវាអត់ទាន់ពេញន័យឈើអីគេអញ្ចឹងគេដាក់ magic មកទៅបំពេញន័យឲ្យ van yes អញ្ចឹង magic នេះគឺជា adjective បាទគឺបានពិពណ៌នាគុណនាមហ្នឹងពិពណ៌នាបន្ថែមទៅលើន័យ vendor magic នេះបានន័យថាដូចជាសិលអីចឹងឈើដំបងសិល magic អញ្ចឹងឈើយើងនិយាយឈើទទេនេះអត់ទាន់ពេញន័យទេអញ្ចឹងគេថែមគុណនាម magic ពីមុខហ្នឹងមកវាបំពេញន័យឲ្យឈើហ្នឹងកាន់តែដឹងថាឈើហ្នឹងយ៉ាងម៉េចអូខេអញ្ចឹង magic van ណាដំបងសិលរូបនេះគេកាន់មួយទៀត ring ចិញ្ចៀន ring ណាជា noun ជានាមចិញ្ចៀនតើ bridal នេះជាគុណនាម adjective yes អញ្ចឹងកាលណាយើងនិយាយថា ring ចិញ្ចៀនអត់ទាន់បញ្ជាក់ន័យច្បាស់លាស់ចិញ្ចៀនអីគេចិញ្ចៀនរបស់ពីណាយើងអត់ដឹងអញ្ចឹងគេថែមគុណនាមមកជួយបំពេញន័យឲ្យនាមហ្នឹងគេថែម bridal ចេញមកពីពាក្យ bride កូនកំមុំរៀបការពីពិពាចឹងគេដាក់ bridal ring អញ្ចឹងបានថាជៀនហ្នឹងកាន់តែមានន័យទ្រង់ទលាយថែមអូអាជៀនរបស់កូនកំមុំ yes អញ្ចឹង adjective ហ្នឹងបានបំពេញន័យទៅឲ្យពាក្យមួយបំពេញន័យបន្ថែមឲ្យទ្រង់ទលាយឲ្យបានច្បាស់ yes គេហៅថាគុណនាមមួយទៀតយើងសិក្សាអំពី verb លេខទី4ណាដល់ទី4ណា1 2 3 4ណាយើងសិក្សាពី verb កិរិយាសព្ទ yes most verbs mean action most verb mean action បាទកិរិយាសព្ទហ្នឹងគឺថាអ្វីដែលធ្វើចលនាធ្វើសកម្មភាពណាពាក្យដែលធ្វើចលនាសកម្មភាពគេហៅថាកិរិយាសព្ទឧទាហរណ៍ថាខ្ញុំដើរអ្នកកំពុងតែរត់បាទរត់ពាក្យរត់ហ្នឹងបញ្ចេញសកម្មភាពចលនាហ្នឹងគេហៅថាកិរិយាសព្ទជា verb something done អ្វីមួយដែលយើងធ្វើអូខេអញ្ចឹងអ្វីដែលយើងធ្វើចលនាសកម្មភាពផ្សេងៗហ្នឹងគឺជាកិរិយាសព្ទគឺជា verb អូខេឧទាហរណ៍ to read and write អាននិងសរសេរអាននិងសរសេរយើងអានសៀវភៅយើងកំពុងអាន yes we are reading ហើយយើងសរសេរយើងកំពុងសរសេរ yes we are writing វាបង្ហាញនៅសកម្មភាពនៃចលនាយើងកំពុងធ្វើអញ្ចឹងវាជា verb ពាក្យអស់នេះជា verb ជាកិរិយាសព្ទ to jump load and run ហើយរត់ yes នេះគាត់ load ហើយគាត់រត់ណាអញ្ចឹងវាជា action ហើយ something done done គាត់កំពុងធ្វើគាត់ធ្វើចលនាអញ្ចឹងវាជា verb អូខេអញ្ចឹងយើងចំណុចទី5យើងមករៀនអំពី adverb កិរិយាពិសេស adverb yes នេះ adverb យើងយ៉ាងម៉េច how things are done
ណា the adverb tell ចឹង adverb ហ្នឹងវាបញ្ជាក់ន័យទៅបន្ថែមទៅលើ adverb ទៅលើ verb ទៀត yes កិរិយាពិសេសវាបានបន្ថែមន័យទៅលើកិរិយាសព្ទបន្ថែមន័យទៅលើកិរិយាសព្ទ yes ឧទាហរណ៍អីពាក្យ quickly យ៉ាងលឿនណាឧទាហរណ៍ថា he runs គាត់រត់ណាតែបើយើងអត់ថែមគាត់រត់យ៉ាងម៉េចយើងអត់ដឹងទេដល់ពេលយើងថែម adverb ថែមទៀត he run quickly គាត់រត់យ៉ាងលឿនណាឬក៏ he run slowly គាត់រត់យឺតបើយើងអត់ថែមពាក្យ quickly slowly បានន័យថាយើងគ្រាន់តែដឹងថាគាត់រត់តែរត់យ៉ាងម៉េចយើងអត់ដឹងទេ yes we don't know how he runs but if we add quickly and slowly we will more know clearly about this sentence yes អញ្ចឹងយើងបន្ថែមពាក្យអនហ្នឹងទៅលើ verb វាកាន់តែមានន័យទូលំទូលាយអញ្ចឹងគេហៅថា adverb ឧទាហរណ៍ badly មួយទៀត badly ហ្នឹងយ៉ាងអាក្រក់ yes ឧទាហរណ៍ថា he read badly គាត់អាន he read គាត់អាន badly កាលណាយើងអត់ដាក់ badly យើងគាត់ដឹងថាគាត់អានតែគាត់អានល្អឬអាក្រក់យើងដឹងអញ្ចឹងទោះតែយើងដាក់ adverb បន្ថែមបានយើងដឹងថាគាត់ read គាត់អានហ្នឹងវាល្អឬអាក្រក់អញ្ចឹង he read badly គាត់អានអន់ណាគាត់អានអត់ពិបាកស្ដាប់ yes well យ៉ាងល្អ for example he speak English គាត់និយាយអង់គ្លេសហើយយើងអត់ថែម well ទៅយើងអត់ទាន់ដឹងទេគាត់យើងគាត់ដឹងថាគាត់និយាយអង់គ្លេសតែគាត់និយាយយ៉ាងម៉េច slowly quickly or well ចឹងពាក្យ adverb ហ្នឹងបន្ថែមទៅលើ verb he speak English well គាត់និយាយអង់គ្លេសបានល្អ yes អញ្ចឹងពាក្យដែលបន្ថែមអត្ថន័យទៅលើកិរិយាសព្ទហ្នឹងទៅលើ verb ហ្នឹងគេហៅ adverb អូខេយើងមកចំណុចទីប្រមាណ6ណាទី6 preposition នេះគឺជាធ្នាក់ណាធ្នាក់យ៉ាងម៉េចធ្នាក់គឺថាតាក់ពី clear មួយទៅ clear មួយ yes the preposition shows relation ណាបានន័យថាធ្នាក់ហ្នឹងបង្ហាញនៃការតាក់ទងបាទតាក់ទងទៅនឹងអ្វីមួយវាជាធ្នាក់នៅក្នុង clear yes ឧទាហរណ៍ in the street ណានៅតាមផ្លូវហ្នឹងនៅតាមផ្លូវអញ្ចឹង in នេះជា preposition at the station បាទនៅស្ថានីយ៍រថភ្លើង yes អញ្ចឹង at នេះជាធ្នាក់ជា preposition បានថាតាក់ឲ្យអ្នកស្ដាប់នោះថាយើងដល់ព័ត៌មានគាត់តាក់ទងទៅនឹងស្ថានីយ៍រថភ្លើង yes មួយទៀតទី7 conjunction ហ្នឹងគឺជាឆ្នប់ join yes join តាក់ភ្ជាប់គ្នា yes ភ្ជាប់ពាក្យមួយទៅពាក្យមួយភ្ជាប់ clear មួយទៅ clear មួយភ្ជាប់ប្រយោគមួយទៅប្រយោគមួយ yes in many ways តាមវិធីច្រើនណាហើយវាភ្ជាប់ពី sentences ទៅជាមួយ sentences ណាភ្ជាប់ពី clear មួយទៅ clear មួយភ្ជាប់ពី words ពាក្យមួយទៅពាក្យមួយឬក៏ភ្ជាប់ពី phrase ទៅ phrase មួយទៀត
ហ្នឹងគេហៅថា conjunction ឧទាហរណ៍ពាក្យអីពាក្យ or នេះពាក្យ and គឺជា conjunction អញ្ចឹងគេភ្ជាប់ពីនេះ sentences verb or phrases ណាអញ្ចឹងភ្ជាប់គ្នាពី sentence verb ជាមួយនឹង phrase អញ្ចឹងគេប្រើពាក្យ or ហើយ phrase ហ្នឹងភ្ជាប់ជាមួយ phrase ខាងក្រោយទៀតថា phrase and phrase yes អញ្ចឹង or ហើយ and ហ្នឹងភ្ជាប់គ្នាពីពាក្យមួយមកពាក្យមួយ yes ហ្នឹងគេហៅថា conjunction មួយទៀតចង់បញ្ចប់ចំណុចទី8បានន័យថា age part of speech 8នៃ part of speech របស់យើងហ្នឹងឥឡូវរៀបដល់ទី8ហើយ the interjection ហ្នឹងបានពាក្យខ្មែរយើងថាហ្សេកឬក៏លន់មាត់អីគេហៅថា interjection ន័យថា cry out ស្រែក head ទៅមុខនាំមុខគេមើល yes ហើយសត្វរត់បុកអី head អូចាំធ្វើក្បាលបាត់ហើយស្រែកផ្លាត់មាត់ and exclamation point must follow me exclamation point must follow me អញ្ចឹង interjection ហ្នឹងគឺលន់មាត់ឬក៏ស្រែកទៀនណាអូខេបាទសូមអរគុណចំពោះការតាមដានសិក្សារបស់បងប្អូននៅក្នុងមេរៀន part of speech នៃវេយ្យាករណ៍ចឹងចំណុចទាំងប្រមាណហ្នឹងគេហៅថា grammar វេយ្យាករណ៍ what is grammar គឺសិក្សាអំពី part of speech មាននាមសព្វនាមគុណនាមកិរិយាសព្ទកិរិយាវិសេស preposition ណាធ្នាក់ conjunction ឈ្នាប់ interjection ការដែលអូទៀនយើងលន់មាត់ឬក៏អីចឹងហ្នឹងគេហៅថា part of speech ជារៀន grammar មិននិយាយពីអញ្ចឹងអូខេបាទសូមអរគុណចំពោះការតាមដាន